ថ្ងៃនេះមកប្រាប់ពីរបៀបក្នុងការឆែកទៅលើកម្លាំងម៉ាស៊ីននៃ laptop ដែលបងប្អូនដែលគាត់ចង់ទិញ laptop ហើយគាត់ចង់ដឹងថាគេឆែកនៃកម្លាំងម៉ាស៊ីនបែបណាហើយតាមតម្រូវការបែបណាអូខេបងប្អូនមើលវីដេអូនេះគឺថាល្អមែនទែនអូខេអញ្ចឹងមកដល់ចំណុចនេះបងប្អូនគ្រាន់តែចុចទៅលើខាង taskbar ខាងក្រោមនេះបងប្អូនចុចទៅលើពាក្យយើងចុចទៅលើ click mouse ស្ដាំអូខេបងប្អូននឹងឃើញពាក្យផ្នែកខាងក្រោមនេះខាងនេះយើងគេដាក់ taskbar manager បងប្អូនគាត់តែចុច click ទៅលើវាទៅអូខេអញ្ចឹងមកដល់ចំណុចមួយទៀតបងប្អូនយកពាក្យខាងនេះហើយកន្លែងនេះហើយគឺជារបៀបនៃកម្លាំងម៉ាស៊ីនរបស់វាគឺថាបងប្អូនអាចឆែកមើលដឹងហើយច្បាស់លាស់មែនទែនវា review មកគឺថាដាក់មកចំទាំងអស់តែម្ដងបងប្អូនអូខេអញ្ចឹងផ្នែកខាងលើនេះជាប្រភេទ CPU របស់គេបាន run ទៅលើប្រភេទ Intel បងប្អូន Intel Core i5 ចំនួនទី7បងប្អូនមើលខាងនេះបងប្អូននឹងឃើញពាក្យក្បាល7មានថាចំនួនទី7ឬក៏ក្បាល6វាចំនួនទី6ក្បាល8ចំនួនទី8ហើយខាងកតុយនេះវាជាប្រភេទឆ្នាំផលិតដើមខែចុងខែអញ្ចឹងទៅបងប្អូនអូខេហើយកន្លែងនេះជា spec នៃល្បឿនរបស់វាបានរហូតដល់ 2.7 GHz ហើយផ្នែកខាងក្រោមនេះជាកម្លាំងម៉ាស៊ីនរបស់វាបងប្អូនអាចមើលបានទៅតាម detail នីមួយរបស់គេហើយ core របស់គេ run ទៅលើ4 processor អូខេអញ្ចឹងវាលឿនមកល្មមសម្រាប់ការងារទូទៅការងារ design អីតិចតួចបងប្អូនអាចមើលជាជំរើសនៃចំណន់ទី6ចំណន់ទី7ចំណន់ទី8បានហើយមួយទៀតតកតងនឹង memory របស់គេបងប្អូនឆែកមើលខាងនេះវានឹងដាក់ 8G ឬក៏ 16G ឬក៏ 32G ឬក៏ 64G នៅផ្នែកខាងនេះបងប្អូនហើយនេះជា spec នៃកម្លាំងម៉ាស៊ីននៃ memory របស់វា RAM ដែលគេហៅពាក្យថា RAM ហ្នឹងបងប្អូននេះវាបានរហូតដល់ 2000 ជាងអញ្ចឹងបើបងប្អូនទិញភាគច្រើនវា 2000 ជាងវាលឿនហើយបើក្រុម 1000 ចុះក្រុមបងប្អូនមិនទិញទេបងប្អូនទៅតែមើលផ្នែកខាងហ្នឹងហើយ RAM អាចយកជាប្រភេទ Samsung ក៏បានដែរគឺល្អមែនទែនហើយមួយទៀតទៅលើ hard disk របស់គេជាទូទៅបើបងប្អូនទិញ laptop បងប្អូនត្រូវតែយកជាប្រភេទ SSD ជាប្រភេទ SSD វាដើរលឿនហើយខ្លាំងមែនទែនហើយជាប្រភេទ M2 ក៏បាន SATA ក៏បានដែរឲ្យជាប្រភេទ SSD ហើយផ្នែកខាងនេះគេដាក់ 256G ឬក៏ 512G ឬក៏មួយតេអីគឺតាមហ្នឹងហើយតើតើនឹង hard disk ម៉ាស៊ីនខ្លះវាមានរហូតដល់2 slot 3 slot អីវានឹងសូ slot ខាងក្រោមនេះទៀតហើយបងប្អូនហើយបន្ទាប់ទៀតទៅលើប្រភេទ USB នេះវាអត់មានអីសំខាន់ទេបងប្អូនហើយអ្វីកម្មពិសេសគឺទៅលើ GPU របស់គេ run ទៅលើ graphic ជប់អូខេបងប្អូនអាចមើលបាននេះជាប្រភេទ Intel UHD graphic 620ជាទូទៅបងប្អូនអាចធ្វើការងារបានទាំង design បានទាំងការងារទូទៅអីបងប្អូនអាចមើលជាប្រភេទ graphic 620បានវាមកល្មមប្រើវាហើយវាមិនយឺតពេកហើយខាងនេះជាប្រភេទ storage របស់គេរហូតដល់ 4G អញ្ចឹងតកតងនឹង GPU គឺថាបងប្អូនអាចយកជាប្រភេទ Intel ទៅក៏ល្អដែរហើយវាដើរលឿនសម្រាប់ការងារ Office ការងារទូទៅអីគឺដើរល្អមែនទែនហើយទៅលើមួយចំណុចទៀតដែលបងប្អូនប្រើទៅលើ shortcut គឺលឿនអូខេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ឆែកលឿនបងប្អូនគាត់តែចុច Control C ជាមួយនឹង Escape មកអូខេអញ្ចឹងមកដល់នេះវានឹងសូដូចគ្នាបងប្អូននេះវាសូ detail មួយទាំងអស់គ្នាតែម្ដងហើយទៅលើមួយចំណុចទៀតបងប្អូនអាចឆែកទៅលើបងប្អូនចូល browse ចូល document ហើយបងប្អូនយក this PC មកហើយយក mouse ស្ដាំយក property ទៅបងប្អូននឹងឃើញនៃប្រភេទ Windows ហើយនឹងជាប្រភេទ storage របស់គេដែរវានឹងដាក់ Intel Core i7 ចំនួនទី7ហើយ CPU វាអាច run រហូតដល់ 2.6 រហូតដល់ 2.71 GHz អានេះ RAM របស់គេ 8G ហើយជាប្រភេទ system របស់គេបងប្អូនគួរតែយក 64 bit សម័យឥឡូវបងប្អូនប្រើ 64 bit គឺវានឹង support ទៅលើ Windows 10ហើយនឹង11វាលឿនហើយ32 bit គេលែងប្រើបងប្អូនអញ្ចឹងជាទូទៅបងប្អូនគួរតែឆែកទៅលើ 64 bit គឺវាល្អហើយវាល្អមែនទែនហើយនេះបងប្អូនមើលបាន Windows 10 Pro មានថា Windows ហ្នឹងជាប្រភេទ professional នៃ Windows full license វាបងប្អូនអាចធ្វើការងារបានលឿនហើយនឹងល្អហើយប្រព័ន្ធសុវត្ថិភាពការពារមេរោគចូលអីគឺល្អហើយល្អមែនទែនអូខេអញ្ចឹងបងប្អូនឆ្លាញ់នៅពេញចិត្តនៃវីដេអូមិញនេះកុំភ្លេចជួយចុច like ចុច share ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីរូបខ្ញុំបាទអូខេបាយបាយ